แต่มันเป็นนางริสลาสวาลาดำชื่อ Hello សួស្តីអ្នកគ្នាថ្ងៃហ្នឹងគឺថ្ងៃអាទិត្យខ្ញុំអធិការទេហើយអ្នកគ្នាឃើញខ្ញុំរៀបចំខ្លួនស្អាតបាតហ្នឹងមិនខ្ញុំទៅដេតឬមួយក៏ខ្ញុំទៅមើលកូនអីណាអ្នកគ្នាគឺខ្ញុំទៅបេះព្រីងចេញប្រតិបត្តិការទៅបេះព្រីងនេះមកភ័ក្រខ្ញុំម្នាក់ទៀតទៅបេះព្រីងហើយអ្នកគ្នាឥឡូវហ្នឹងគឺខ្ញុំរៀបចំខ្លួនចេញទៅហើយពុកគ្នាទេហ្នឹងហើយអ្នកគ្នាឥឡូវហ្នឹងគឺយើងជិះម៉ូតូចេញទៅហើយនេះគឺជាផ្លូវដែលយើងត្រូវទៅបេះព្រីងហ្នឹងហើយអ្នកគ្នាហើយតាមផ្លូវដែលយើងទៅបេះព្រីងហ្នឹងគឺសិតតែដើមព្រីងទាំងអស់ប៉ុន្តែវាអត់សូវមានផ្លែចឹងណាអ្នកគ្នាវាផ្លែទូចហ៎ចាអ្នកគ្នាមកដល់ដើមព្រីងនេះវាផ្លែច្រើនដែរប៉ុន្តែវាអត់ទាន់ទុំច្រើនអ្នកគ្នាវាសិតតែខ្ចីហ៎បងស្គាល់គួយgọi anhនេះតាមព្រីងរបស់យើងខ្ញុំបែបព្រីងបានទៀតណាអត់មានផ្លែអត់ហ្នឹងហើយអ្នកគ្នានេះដើមព្រីងនេះផ្លែព្រីងមកចង់ឃើញទៀតនេះមកបេះព្រីងការតែងខ្លួនមកបេះព្រីងនេះបងប្អូននៅពេលតាខ្មៅមួយទៀតអត់តាន់ពាក់ដោយសារតែកន្លែងដើមព្រីងមិញហ្នឹងគឺអត់សូវមានផ្លែទេហើយឥឡូវហ្នឹងគឺយើងត្រូវទៅរកដើមព្រីងផ្សេងទៀតហើយជិះម៉ូតូទៅទៀតហើយនេះអ្នកគ្នាកន្លែងចាស់របស់ខ្ញុំ3នាក់ម៉ោង8ម៉ោង9យប់មានចូលខ្លាចតកៅអត់ឃើញផ្លែចឹងផ្លែច្រើនដល់តាអត់ឆ្ងាញ់ហ៎មិនមែនផ្លែព្រីងគាត់ដែរស្គាល់ផងផ្លែខ្ញុំហ្វែលហើយបេះព្រីងឥឡូវខ្ញុំដើរលេងការបេះព្រីងរបស់ខ្ញុំហ្វែលហើយជីតូដើរលេងតែជីតូដើរលេងខ្ញុំចូលស្លេងច្រើនហើយអ្នកនរគ្នាស្ដាប់ស្លេងសិនក្នុងវីដេអូមកជីតូដើរលេងក្នុងទូឡើងទៅណានេះនៅភូមិនឹងយូរអត់ស្គាល់ផ្លូវអត់ទេនេះអូដើមព្រីងនេះស្គាល់ដើមព្រីងស្គាល់អីនេះហ្នឹងហើយអ្នកគ្នានេះគឺ outfit ដែលគាត់ធ្វើដំណើរមកបេះព្រីងណាយ៉ា outfit ដែលគាត់មកបេះព្រីងមើលហើយស្វាឡើងដើមឈើឥឡូវជីដូរមកកន្លែងទៀតហើយសាមុននឹងអត់មានព្រីងទេឡើងហើយទីតាំងជាក់លាក់ទីតាំងចុងក្រោយមើលទៅរៀងអ្នកនរគ្នាហំហានខ្លាំងណាស់ឡើងដើមព្រីងតែបានប៉ុណ្ណឹងរីសាបានប៉ុណ្ណឹងមកស្ថានភាពឡើងបាត់ហ្នឹងហើយអ្នកនរគ្នាការបេះព្រីងរបស់យើងគឺអត់ fail ទេពីដំបូងគាត់ថា fail ដែរព្រោះអីជីស្វែងដើររកច្រើនកន្លែងនេះវាអត់មានព្រីងមានអីសោះទៅតែមកដល់នេះដើមព្រីងហើយនេះផ្លែព្រីងគឺផ្លែធំៗនេះ
ះយើងណាទេហើយនេះផ្ទះអ្នកធ្វើការម្នាក់នេះមានប្រយោជន៍អត់ហើយម្នាក់នេះវិញអត់ប្រយោជន៍ខ្លាំងណាស់ឡើងដើរលើដើមដើរអត់បានពាក់កណ្ដាលដើមទេចុះមកវិញចោតរួយឲ្យគេវេទនាដល់គេឲ្យគេយកចដាដើរឲ្យចុះទៀតដល់ដៃខ្ញុំចាអ្នកធ្វើសំណងធ្វើស្រាទេនេះដល់តែមើលអត់ទៅទៀតហ្នឹងហើយអ្នកគ្នាឥឡូវនេះគឺយើងមកដល់បន្ទប់វិញហើយមើលសាក់ក្បាលដឹងហើយសាក់ក្បាលឡើងបេះព្រីងហាក់យកអីទៅចងសាក់សោះឡើងទៅសាក់សំពងចឹងតែម្ដងនេះគាត់និយាយក្នុងវីដេអូថាគាត់អ្នកឡើងបេះស្នាដៃរបស់គាត់តែជាក់ស្ដែងគាត់ឡើងដល់ពាក់កណ្ដាលដើមហងចុះមកវិញឲ្យគេយកចដាឲ្យចុះទៀតចុះអត់រួចហើយអ្នកគ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយបន្តទៀត